តំណាងរាជគណៈបកប្រឆាំងលើកឡើងថាសន្តិភាពសម័យខ្មែរក្រហមគឺត្បូងចបនិងគល់ឫស្សីរីឯសន្តិភាពសម័យលោកហ៊ុនសែនគឺខ្នោះនិងគុកសម្រាប់អ្នកដែលតវ៉ាប្រឆាំងនឹងសន្តិភាពមន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិលោកស៊ូរីដាបានលើកឡើងនៅក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី6ខែឧសភាថាមេដឹកនាំបកកណ្ដាលអំណាចលោកហ៊ុនសែនតែងតែប្រមានថាទោះក្នុងតម្លៃណាក៏ដោយក៏គាត់ត្រូវតែការពារសន្តិភាពឲ្យបានដាច់ខាតប៉ុន្តែសន្តិភាពដែលគាត់ប្រកាសការពារនេះគឺមានតែពលរដ្ឋត្រូវវាយខ្នោះនឹងជាប់គុកតែប៉ុណ្ណោះមន្ត្រីបកប្រឆាំងរូបនេះលើកឡើងថាឫសគល់ធំបំផុតរបស់សន្តិភាពគឺលើកស្ទួយប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សផ្ទុយទៅវិញបើមេដឹកនាំខ្មែរបំផ្លាញប្រជាធិបតេយ្យនិងរំលោភសិទ្ធិពលរដ្ឋដែលជាម្ចាស់ប្រទេសនោះលោកថាតើសន្តិភាពគាត់ខំការពារនោះដើម្បីអ្នកណាលោកស៊ូរីដាអះអាងថាសន្តិភាពពិតប្រាកដគឺសំដៅដល់សកម្មភាពទាំងអស់របស់ពលរដ្ឋជាពិសេសការធ្វើសកម្មភាពដែលស្របច្បាប់គ្មានការគំរាមកំហែងដូចជាសន្តិភាពក្នុងការបញ្ចេញមតិសន្តិភាពក្នុងការសម្រេចជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្តតាមរយៈនៃការបោះឆ្នោតនិងសន្តិភាពក្នុងការធ្វើសកម្មភាពនយោបាយទៅតាមនិន្នាការដែលខ្លួនពេញចិត្តជាដើមលោកថាផ្ទុយទៅវិញការបំបិទសិទ្ធិពលរដ្ឋគ្រប់បែបយ៉ាងដូចជាបិទសិទ្ធិបញ្ចេញមតិបិទសិទ្ធិជ្រើសរើសមេដឹកនាំតាមរយៈនៃការបោះឆ្នោតនិងបិទសិទ្ធិចូលរួមសកម្មភាពនយោបាយរួមទាំងកិច្ចការសង្គមផ្សេងៗរហូតឈានដល់ការចាប់ប្រកាន់ចាប់ខ្លួនវាយខ្នោះនិងចាប់ដាក់គុកនោះសន្តិភាពបែបនេះមិនខុសពីសន្តិភាពក្នុងសម័យខ្មែរក្រហមដែលប្រើត្បូងចបនិងគល់ឫស្សីដើម្បីបំបិទសិទ្ធិរបស់ពលរដ្ឋនោះទេតំណាងរាជបកប្រឆាំងរូបនេះចាត់ទុកសម្ដីរបស់មេដឹកនាំដែលប្រកាសអំពីការការពារសន្តិភាពដោយការចាប់ខ្លួនអ្នកនយោបាយប្រឆាំងចាប់ខ្លួនសកម្មជនសង្គមរំលាយបកប្រឆាំងចាប់ខ្លួនពលរដ្ឋដែលបញ្ចេញមតិរិះគន់ការដឹកនាំរបស់ខ្លួនគឺជាពាក្យភូតកុហកទៅវិញទេក្នុងវេទិកាអាស៊ាននៅរដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី5ខែឧសភាអតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមលោកហ៊ុនសែននិយាយទាំងទឹកភ្នែកពីការស្វែងរកសន្តិភាពជូនជាតិដើម្បីរំលត់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាដែលធ្វើឲ្យខ្មែរបែកបាក់ប្រពន្ធកូននិងកាប់សម្លាប់គ្នាឯងរហូតនាំមកនៅសន្តិភាពដល់ពេលបច្ចុប្បន្ននេះតែទៅនឹងបញ្ហានេះគេឃើញលោកហ៊ុនសែនគំរាមតាមវេទិកាសាធារណៈរបស់គាត់ជាបន្តបន្ទាប់ពីការបដិញ្ញាការពារសន្តិភាពឲ្យបានទោះក្នុងតម្លៃណាក៏ដោយក្រោមហេតុផលថាបើគ្មានសន្តិភាពអ្វីៗក៏មិនអាចកើតមានបានដែរដូច្នេះលោកត្រូវតែកម្ចាត់អ្នកដែលប៉ុនប៉ងបំផ្លាញសន្តិភាពឲ្យអស់ពីទឹកដីខ្មែរដើម្បីបរិច្ចាគថវិកាសូមលោកអ្នកនាងចូលទៅកាន់ទំព័រ Facebook ឬបណ្ដាញសង្គមផ្លូវការរបស់សារព័ត៌មាន The Cambodia Daily រួចស្វែងរកលើតំណភ្ជាប់ឬ link រៃអង្គាសរបស់សារព័ត៌មាន The Cambodia Daily លើ GoFundMe បន្ទាប់មកសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ហើយជ្រើសរើសចំនួនទឹកប្រាក់ដែលលោកអ្នកចង់បរិច្ចាគឬវាយបញ្ចូលដោយផ្ទាល់នៅចំនួនទឹកប្រាក់ទាំងអស់នោះបន្ទាប់ពីវាយបញ្ចូលទឹកប្រាក់រួចទាញចុះមកខាងក្រោមនៅត្រង់ចំណុច Payment Methodសូមលោកអ្នកនាងចុចយកពាក្យ credit ឬ debit រួចបំពេញ email ឈ្មោះលេខកាតលេខសម្ងាត់3ខ្ទង់ព្រមទាំងឈ្មោះរបស់លោកអ្នកដែលមាននៅលើកាតបន្ទាប់មកទៀតត្រូវជ្រើសរើសយកប្រទេសដែលលោកអ្នកកំពុងរស់នៅប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសកម្ពុជានៅត្រង់ចំណុច postal code សូមបំពេញលេខ12000បន្ទាប់ពីបញ្ចូលចំនួនទឹកប្រាក់និងព័ត៌មានរួចសូមលោកអ្នកនាងចុចនៅលើប៊ូតុង Donate Now ជាការស្រេច